Chà, sụt đầy bồn bồn taថ្ងៃនេះអ្នកគ្រូនឹងមកប្រាប់ពីវិធីដោះស្រាយលំហាត់យើងឈប់ច្រឡំសញ្ញាបុកនិងសញ្ញាដកទៀតទៅចាតោះយើងមកមើលឧទាហរណ៍ទាំងអស់គ្នាចាឧទាហរណ៍ទី1ចាឧទាហរណ៍ទី1ចាឧទាហរណ៍ទី1ចាដក5បូកនឹង5ចាដក5បូក5ស្មើប៉ុន្មានស្មើ0ចាចុះដក5បូកដក5យើងមើលដក5បូកដក5អានេះឧទាហរណ៍ថាយើងជពាក់លុយគេ$5ហើយយើងមកថែមបូកនេះស្មើពាក្យថាថែមណាអញ្ចឹងដក5ខ្ចីគេដក5ណាយើងខ្ចីគេថែមដក5ទៀតអញ្ចឹងយើងស្មើប្រមាណខ្ចីគេស្មើប្រមាណស្មើនឹងដក10ចាស្មើនឹងដក10ចាតោះលំហាត់ទី3លំហាត់ទី2ដក5និងដក5ដក5ដក5ស្មើប្រមាណស្មើដក10ដូចគ្នាចាតោះមួយទៀតលំហាត់ទី4តោះដក5ដកនឹងដក5តោះឃើញប្រមាណលំហាត់នេះតោះបងប្អូនឃើញប្រមាណបងប្អូនជួយដាក់មកតោះដក5ដកនឹងដក5ស្មើប្រមាណតោះជួយខមមិននៅវីដេអូខាងក្រោមចាអញ្ចឹងចំពោះវិធីបូកណាចំពោះវិធីបូកសញ្ញាដូចគ្នាដកគុណដកគឺស្មើសំទោសដកបូកនឹងដកគឺស្មើដកណាចំពោះវិធីបូកចាដកបូកនឹងដកគឺស្មើដកណាចាចំពោះវិធីបូកចាអញ្ចឹងយើងបូកទៅលេខទៅរក្សាសញ្ញាដដែលចំពោះលេខសញ្ញាដែលដូចគ្នាចាសញ្ញាដែលដូចគ្នាចាសញ្ញាដែលដូចគ្នាដកបូកនឹងដកគឺយើងបូកទៅលេខរក្សាសញ្ញាដដែលអញ្ចឹងយើងមកឧទាហរណ៍ណាយើងមកឧទាហរណ៍ដកបូកនឹងដករក្សាសញ្ញាដដែលចាដូចជាដក5ដកនឹងដក3យើងដកទៅលេខទៅចាយើងបុកទៅលេខចូលគ្នាទៅ5និង3 8អញ្ចឹងដកដដែលចាអញ្ចឹងយើងបុកទៅលេខរក្សាសញ្ញាដដែលចាបងប្អូនកុំភ្លេចណាចាយើងដកតែ5តែសំទោសយើងដក5ហើយដក3ស្មើនឹង8សញ្ញាដកទុកដដែលតាអញ្ចឹងដក5ដក3ស្មើនឹងដក8ចានឹងចំពោះសញ្ញាដូចគ្នាចុះបើសញ្ញាផ្ទុយគ្នាឧទាហរណ៍ដក5បូក3ស្មើប្រមាណចាស្មើប្រមាណបងប្អូនតើបងប្អូនតោះជួយខមមិនចម្លើយនៅក្នុងវីដេអូរបស់គ្នាចាអរគុណច្រើនតោះកុំភ្លេចពេលដែលមើលចប់ហើយសង្ឃឹមថាបងប្អូននឹងយល់ហើយឈប់ច្រឡំសញ្ញាទៀតហើយជួយខមមិននៅចម្លើយនៅខាងក្រោមនេះហើយនឹងខាងក្រោមនេះផងចាអរគុណច្រើន